រួមគ្នាដើម្បីកសាងសង្គមមួយដែលល្អអ្វីដែលខុសឆ្គងយើងរួមគ្នាកែលម្អទៅនេះគឺជាកិច្ចការដែលល្អអ្វីដែលល្អយើងរួមគ្នាលើកទឹកចិត្តនិងបង្កលក្ខណៈឲ្យធ្វើទៅរួមទាំងសកម្មភាពស្ម័គ្រចិត្តផ្សេងរបស់ប្រជាពលរដ្ឋរបស់យើងជាពិសេសយុវជនរបស់យើងនេះហើយគឺជាអ្វីដែលជាគេថាសញ្ញានៃសង្គមស៊ីវិល័យសង្គមស៊ីវិល័យមិនមែនមានន័យថាមានតែខ្លួនមានលុយទិញរបស់របរដើរបង្អួតគ្នានោះទេប៉ុន្តែការរៀបចំរស់នៅដោយថ្លៃថ្នូរគោរពគ្នាល្អប្រកាន់សីលធម៌គុណធម៌នេះហើយគេហៅថាសង្គមស៊ីវិល័យមិនមែនសង្គមមានលុយនោះទេគឺសង្គមដែលមានគុណធម៌សីលធម៌មនុស្សធម៌នេះហើយគឺជាអ្វីដែលយើងចង់ឲ្យប្រជាពលរដ្ឋរបស់យើងមានទាំងអស់គ្នាបាទទ្រព្យសម្បត្តិត្រូវការមានខុសគ្នាត្រូវការការខិតខំកសាងខុសគ្នាតែគុណធម៌សីលធម៌ពីណាក៏អាចធ្វើបានដែរគឺកើតមកយើងអាចធ្វើបានទំហំដូចគ្នាទាំងអស់បាទមិនចាំបាច់តលតែមានលុយធ្វើវត្តបានហៅថាធ្វើបុណ្យនោះទេធ្វើតែសំណង់មានគុណភាពកុំឲ្យគេបាក់ហានិភ័យនឹងក៏ធ្វើបុណ្យដែរស្ម័គ្រចិត្តជួយបាសម្រាមដើម្បីកុំឲ្យស្អុយជួយដល់ការបរិស្ថាននិងផាសុកភាពរបស់ប្រជាជនដែលរស់នៅក្បែរនេះក៏ធ្វើបុណ្យដែរការចែករំលែកមានគ្រប់ទម្រង់នេះហើយគឺជាអ្វីដែលយើងត្រូវធ្វើហើយបើសិនជាដើរខុសគន្លងរឿងក្មេងទំនើងអីនេះការប្រើប្រាស់គ្រឿងញៀនស្អីយើងនឹងខិតខំដើម្បីអនុវត្តកែតម្រង់ឲ្យបងប្អូនបានទៅល្អ